ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅមើលផ្ទះជាកម្មកុងវិលេសមួយដែលអាចរកទិន្នផលបានរហូតដល់13គីឡូក្នុងមួយខែខ្ញុំបងប្អូនចង់ឃើញថាតើផ្ទះបែបណាដែលយើងអាចរកទិន្នផលបានរហូតដល់ជាង10គីឡូក្នុងមួយខែនេះហើយនេះគឺជាទម្រង់ផ្ទះមួយដែលមានຂະຫນាតមិនជាធំអីទេຂະຫນាតនេះជាຂະຫນាតមធ្យមຂະຫນាត5x16 3ជាន់ហើយបងប្អូនទៅមើលទិន្នផលណាកុំឲ្យគេជឿថាអានេះ5គីឡូនោះ10គីឡូនោះ20គីឡូអញ្ចឹងបងប្អូនមើលពីព្រោះព័ត៌មានរបស់កុងបណេះទាំងអស់សុទ្ធតែជាព័ត៌មានពិតបងប្អូនអាចមើលបានផ្ទះ13គីឡូក្នុងមួយខែទម្រង់សំបុកគឺបែបហ្នឹងមានន័យថាសំបុកវាមានសស្ទើរតែគ្រប់កន្លែងទាំងអស់ហើយមិនថាជ្រុងមិនថាបដោយឈើគឺសុទ្ធតែមានសំបុកដែលធ្វើនៅពេញហ្នឹងទាំងអស់ហើយផ្ទះនេះគឺជាផ្ទះຂະຫນាតមធ្យមអញ្ចឹងមិនធំទេបើសិនជាផ្ទះຂະຫນាតធំហើយមានទម្រង់សំបុកបែបនេះគឺច្រើនណាស់តែដោយសារវាជាផ្ទះຂະຫນាតមធ្យមអញ្ចឹងហើយបរិមាណរបស់វាអាចហក់បានត្រឹម13គីឡូក្នុងមួយខែហើយនៅបន្តទៀតហើយបងប្អូនដឹងទេផ្ទះនេះត្រឹមតែអាយុបាន6ឆ្នាំជាងទេអត់តាន់ក៏7ឆ្នាំទេណាអញ្ចឹងបើសិនជាដល់7ឆ្នាំទៀតរត់តែច្រើនជាងនឹងទៀតប៉ុន្តែក៏មានបងប្អូនខ្លះដែរបងប្អូនខ្លះគាត់បរិមាណសំបុកប៉ុណ្ណឹងដែរប៉ុន្តែគាត់យកអត់បានដល់ចំណុចហ្នឹងទេមូលហេតុអីដោយសារតែបងប្អូនយកអត់ត្រូវនេះថាពេលវេលាដែលបងប្អូនយកឧទាហរណ៍ដូចជាបងប្អូនយកមួយខែម្ដងបងប្អូនយកមិនបានច្រើនយកអត់បានទេនឹងយកអត់ទាន់ណាបុកដែលយើងអាចយកឲ្យទាន់ពេលវេលាបងប្អូនបើសិនជាបរិមាណដល់កម្រិតនេះហើយបងប្អូនត្រូវយកមួយខែ3ដងទៅមួយខែ4ដងនេះថាមួយសប្តាហ៍ម្ដងហើយយកបែបហ្នឹងទើបត្រឹមត្រូវនោះទិន្នផលរបស់ផ្ទះបងប្អូនប្រកាសជាកើតឡើងទ្វេដងបងប្អូនដែលស្រឡាញ់ខ្មែរដូចគ្នាសូមបងប្អូនជួយ share វីដេអូនេះដើម្បីឲ្យដល់ម្ចាស់ផ្ទះជាកម្មទូទាំងប្រទេសរបស់កម្ពុជាយើងដើម្បីឲ្យគាត់ទទួលបានចំណេះដឹងពីកុងបណេះចែករំលែកចំណេះដឹង free សម្រាប់បងប្អូនខ្មែរយើងគ្រប់គ្នាអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ